នេះជាតើហៅថាជ្រោះទេពនិមិត្តណាជ្រោះនិមិត្តថ្ងៃទី28 ខែកុម្ភៈឆ្នាំ2021បាននាំគ្នាមកទស្សនានៅជ្រោះទេពនិមិត្តជ្រោះទេពនិមិត្តនៅក្នុងខេត្តស្ទឹងត្រែងណាវិលមកជុំមកតែមានវាសនាទេ